សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញលោកអ្នកពីរបៀបធ្វើរូបភាពបែបនេះអញ្ចឹងគឺដើម្បីធ្វើរូបភាពបែបនេះគឺយើងត្រូវ យើងត្រូវបង្កើត background មួយសម្រាប់ចាក់ពណ៌បែបនេះអញ្ចឹងគឺបងប្អូនអាចតាមដានជាមួយនឹងខ្ញុំដូចតទៅទីមួយគឺយើងចាក់ពណ៌នៅលើនេះសិនពេលដែលយើងចាក់ពណ៌បែបគ្រើមបែបនេះហ្នឹងគឺយើងយកកន្លែងនេះគឺសម្រាប់យើងជ្រើសរើសយកពណ៌ noise គឺជាពណ៌ដែលមានសភាពបែបនេះឧទាហរណ៍ថាខ្ញុំចង់ចាក់ពណ៌បែបនេះដោយថាវារង្វង់មូលដោយសារយើងអត់បានសេរីនៅកន្លែងនេះយើងសេរីនៅកន្លែងនេះមកវាចេញមកបែបនេះអញ្ចឹងបងប្អូនមើលបែបនេះយើងបង្កើត layer សិនហើយចាក់ពណ៌មកបែបនេះហើយដើម្បីធ្វើឲ្យវារាងព្រាលហ្នឹងគឺយើងកន្លែងយើង opacity គឺជាភាពច្បាស់ហើយយើងបន្ថយវាពី100%មកសល់ប៉ុណ្ណាដែលយើងត្រូវការមកមុនដំបូងហ្នឹងគឺខ្ញុំចង់ថយក្រោយវាបន្តិចសិនដើម្បីទុក background នេះទុកមើលហើយយើងបង្កើត background ផ្សេងមួយទៀតដោយសារវាតូចពេកបង្កើតជា ink មកនៅតែតូចបែបនេះមកហើយខ្ញុំនឹងបង្ហាញលោកអ្នកយើងបង្កើត layer មួយហើយយើងចាក់នៅលើ background របស់យើងក៏បានដែរឧទាហរណ៍ថាចង់ចាក់នៅលើ background ទៅយើងបង្កើត background មួយដើម្បីបន្ថយវា opacity របស់វាហ្នឹងគឺយើងបង្កើត background មួយហើយធ្វើបែបនេះមកហើយបង្កើត background មួយទៀតទាញវាពីនេះមកនេះមកបែបនេះមកហើយបន្ថយ opacity វាបែបនេះមកហើយនេះវាឃើញទាំងសងខាងបែបនេះអញ្ចឹងយើងកាត់រូបភាពចូលនេះចូលដាក់បូកទៅដើម្បីចុចគ្នាបហ្នឹងដើម្បីបរិចបរមអ្វីដែលយើងចង់ select ទៅវាយើងដក
ចេះមកចេះមកហើយ select វាទាំងអស់មកចេះមកហើយយើងទាញចូលមកហើយរួមវាឲ្យតូចបន្តិចមករួចហើយ copy វា copy ហើយ control បែបនេះដោយសាររូបភាពនេះវានេះដោយសារយើង select កន្លែងនេះវាអត់យើង select ទៀតមក select អញ្ចឹងមកហើយយើងទាញម្ដងទៀតមកហើយ enter ទៅហើយ copy វាយើងទាញអានេះមកនេះមកដើម្បីដាក់ឲ្យទល់មុខគ្នាបែបនេះ enter មកទីមួយយើងចង់ដូរសក់តោះសក់យើងកាត់ select សក់ select សក់ select បែបនេះselect បែបនេះមកយើងចង់ដូរសក់យើងដូរសក់ចូល image បានន័យថាយើងដូរពណ៌សក់យើងបង្កើត layer មួយមកដោយសារយើងអត់បង្កើត layer វាពិបាកមិនចាំបាច់បង្កើត layer ទេដោយសារយើងដាក់ខុសកន្លែងយើងត្រូវនេះកន្លែងនេះមកវាឲ្យបែបនេះហើយយើងចង់បានពណ៌បែបម៉េចពណ៌ក្រហមពណ៌សក់ក្រហមយ៉ាងមក Control T មក Control D ហើយមួយទៀតយើងដូរពណ៌អាវអញ្ចឹងបងប្អូនអាចធ្វើតាមនឹងទៅអាចយល់អ្វីដែលខ្ញុំបានបង្ហាញលោកអ្នកចឹងមកហើយយើងឈរលើវាមកយើងយកពាក្យដូចមាញ់មកយើងដូរពណ៌បែបនេះមកហើយយើងចូលពណ៌អីក៏បានដែរឬយើងយកពណ៌នេះឬយកពណ៌នេះឬយកពណ៌នេះរៀងខ្មៅបន្តិចមកចេញមកបែបនេះ Control D ដោះ select ចេញហើយយើងបរួមវាទៅវិញមកយើងគ្រប់វាមកទាញវាមកក្រោមគ្រប់វាមកបែបនេះមកនឹងគឺជាការស្រេចអ្វីដែលយើងបានធ្វើណាបានន័យថាវារូបវាតូចពេកយ៉ាងយើងទាញវាធំបន្តិចមក
ប៉ុណ្ណេះមកបានអញ្ចឹង merge ស៊ីមកឆ្វេងមកយក merge បែបនេះមកហើយយើង save មក save ជារូបភាព save ជារូបភាពនេះ នេះ save ជារូបភាពបែបនេះមកហើយដាក់លើ desktop របស់យើងមកអញ្ចឹងមកហើយយើងទៅមើលអ្វីដែលយើងបាននេះមាញ់នេះយើងធ្វើមាញ់អញ្ចឹងអរគុណណាស់ចំពោះការតាមដាននៅវីដេអូនេះ